ថ្ងៃនេះនាងខ្ញុំនឹងបុគ្គលិកអង្គការតម្លៃស្ត្រីបានមកលេងសួរសុខទុក្ខទៅដល់កូនសិស្សអង្គការតម្លៃស្ត្រីដែលគាត់មានអាជីវកម្មតខ្លួនគឺជាជាងកាត់ដេរឆ្មៃម៉ូដហើយនេះគឺជាហាងរបស់គាត់ដែលគាត់អាចប្រកបនៅរបរចិញ្ចឹមជីវិតដល់ខ្លួនគាត់និងកូនៗរបស់គាត់បានហើយគឺយើងឃើញថាមុខរបរនេះគឺពិតជាផ្ដល់ជាសារៈសំខាន់មកក្នុងប្រព័ន្ធនេះតែប្រព័ន្ធនេះក៏មានភាពរីកចម្រើនមានភ្ញៀវបានមកទទួលសេវាកម្មទទួលម៉ូដការច្នៃម៉ូដនៅក្នុងហាងរបស់គាត់ហើយនេះហើយគឺជាផលផ្លែពិតដែលអង្គការស្ត្រីយើងបានធ្វើក្នុងការជួយទៅដល់បងប្អូនស្ត្រីដើម្បីឲ្យគាត់ស្វែងរកនៅភាពខ្លាំងរបស់គាត់ដើម្បីឲ្យគាត់អាចមានអាជីវភាពរស់នៅសមរម្យទទួលបានសេចក្តីថ្លៃថ្នូរនៅក្នុងសង្គមហើយជាជីវិតដែលស្ត្រីគ្រប់រូបគួរតែទទួលបានគឺមានសេរីភាពនៅក្នុងជីវិតក្នុងនាមជាស្ត្រីពីការរំលោភបំពានការកេងប្រវ័ញ្ចពីអំពើហិង្សាពីគ្រប់